លោកតុយហុងនាយកគ្រប់គ្រងក្រុមហ៊ុនលោកខ្លាយអញ្ជើញឡើងមកកាន់វេទិកាដើម្បីធ្វើបទបង្ហាញស្ដីពីសាវតានិងចក្ខុវិស័យនៃចតុមុខ Digital Hub សូមគោរពអញ្ជើញថ្ងៃនេះពេលដែលយើងសាញមកយូរទៅយើងនឹងបង្កើត Hub Digital Hub មួយដែលយើងហៅថាចតុមុខ Digital Hub ហេតុអីបានយើងបង្កើតចតុមុខ Digital Hub ជាក់ស្ដែងហ្មងវាជា challenge ដែលយើងបានឃើញពេលយើងចាប់ដើមធ្វើ startup ប្រហែលឆ្នាំនេះមកយើងឃើញមាន challenge 2ដែលយើងចង់ដោះស្រាយបញ្ហាឲ្យ SME ទី1 SME គាត់អត់មាន effort ទៅទិញ digital solution ទាំងមូលយកមកប្រើបានទេអញ្ចឹងសួរថានៅពេលដែល SME គាត់ grow ទៅគាត់ត្រូវការ full solution គាត់ត្រូវធ្វើម៉េចគាត់ប្រកាសជាត្រូវ drop platform នឹងចោលហើយទៅទិញ platform ថ្មីអញ្ចឹងនៅពេលហ្នឹងគាត់ជួប challenge ច្រើនមែនទែនទាំងថវិកាទាំងធនធានមនុស្សទាំងការវិនិយោគផ្សេងៗអញ្ចឹងហើយបានជាយើងចង់បង្កើត solution hub មួយដែលយើងជា startup ទាំងអស់យើងធ្វើ solution តូចៗប៉ុន្តែយើងអាចភ្ជាប់គ្នាដើម្បីផ្ដល់នៅ solution digital ពេញលេញមួយទៅឲ្យ SME ផលិតផលយើងចង់ឲ្យគាត់ទីមួយគាត់មាន platform standard មួយដែលគាត់អាច adapt បានពេលដែលគាត់ចង់បន្ថែម service digital ថ្មីគាត់ចាំបាច់ទិញរឿងមួយធំមួយទៀតយកមកដាក់ទេគាត់គ្រាន់តែបន្ថែមអ្វីដែលយើងមានតែប៉ុណ្ណោះអានេះហើយជាគោលដៅយើងចង់ធ្វើម៉េចឲ្យ SME ហ្នឹងគាត់ចំណាយលុយទាបដើម្បី digital life ខ្លួនឯងចុះអនុសារណៈយោគយល់គ្នារវាងក្រុមហ៊ុន startup ទាំង4គឺក្រុមហ៊ុន Localize ក្រុមហ៊ុនគ្រប់គ្រង Point Hub ហើយនិង B1 ពួកគាត់ទាំងអស់នេះគឺផ្ដល់ដំណោះស្រាយដល់ទៅអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ MSME ហើយនិង SME ដែលចងចូលគ្នាទៅយើងអាចសឹងតែអាចហៅថាជា ERP តូចល្មមមួយដែលអាចប្រកួតជាមួយនឹង ERP របស់បណ្ដាប្រទេសដទៃទៀតបានដែលកំពុងតែមានវត្តមាននៅក្នុងទីផ្សារបច្ចុប្បន្ននេះដែររបស់ទាំងនេះគឺជាបង្កើតឡើងដោយកូនខ្មែរយើងធ្វើឡើងឲ្យស្របជាមួយនឹងបរិបទរបស់អ្នកប្រើប្រាស់នៅកម្ពុជាហើយក៏ជួយសម្រាប់ប្រជាជនកម្ពុជាផងដែរកិច្ចសហប្រការនេះនឹងផ្ដល់ប្រយោជន៍មិនត្រឹមតែចំពោះអាជីវកម្មរបស់ក្រុមហ៊ុនទាំង4ដែលជាអ្នកចូលរួមផ្ទាល់ទេប៉ុន្តែបានផ្ដល់ជូនមកវិញទៅដល់សហគមន៍ដោយដែលលោកទុយហ៊ុនបានធ្វើបទបង្ហាញមុននេះបន្តិចអញ្ចឹងណាបានថាជួយដល់សហគមន៍ start up ជួយដល់សហគមន៍ digital បើមិនជាគាត់មិនចង់ធ្វើ start up ប៉ុន្តែគាត់អាចចង់ធ្វើ digital ដូចជាសិស្សនិស្សិតអីជាដើមដើម្បីអាចយល់បន្ថែមទៀតអំពីអ្វីដែលយើងមាននៅក្នុង ecosystem ទាំងអស់នេះសូមអបអរសាទរនៅកិច្ចសហប្រតិបត្តិការនៃចតុមុខ Digital Hub រវាងក្រុមហ៊ុនលោកខ្លាយគ្រប់គ្រង Point Hub និង B1